ព្រះពុទ្ធមានគុណព្រះដ៏មានបុណ្យសេរីមត្តៈជាព្រះបិតាក្នុងវិវត្តដាក់សូមបានប្រចាំចាំងធ្លុះនិព្វានព្រះពុទ្ធលោកផ្ដាំចូលយើងចងចាំខ្ញុំនឹងរៀបរៀងសិលគឺជាស្ពានទានគឺជាស្បៀងរូបរាងមិនទៀងមិនដឹងថ្ងៃស្លាប់ទុក្ខវេទនាព្រោះអីទុក្ខវាកើតមកពីកម្មអំពើយើងធ្វើរាប់ខែរាប់ឆ្នាំពេលវាតាមតន់វាត្រូវឲ្យផលសុខក៏វេទនាតែយើងគ្រប់គ្នានៅសំគាល់ថាសាច់ក្តីសុខនេះជារឿងអង្ការតាមពិតនោះជាសុខអញរមាស់ឈ្នះក៏ជាទុក្ខតែចំពុះមុខព្រោះអង្គវិជ្ជាគាត់ចិត្តគេលេងដែលវាបាញ់ជីតណ្ហាជាមីតែយើងមិនដឹងចាញ់ក៏ជាទុក្ខព្រោះត្រូវបុករកពីមាទាំងឡាយទ្រាំដោយពីបាក់ក្នុងចិត្តខ្វល់ខ្វាយស្លាប់ព្រាត់អត់បាយឬត្រូវគេប្លន់
គិតទៅសពគ្រប់សុខហើយនឹងទុក្ខគឺជាវេទនីកើតមកពីកម្មនៃយើងរាល់គ្នាសាំងពីបបេរចនាជាផលស្រឡាញ់នឹងស្អប់ក៏គឺជាទុក្ខវាដូចតែគ្នាបើចង់ជាងផុតយើងគ្រប់អង្គទីស្ដាប់ធម៌ចប់ជីប្រចាំទៅអើយទាំងនេះហើយណាដែលព្រះសាងស្ដាព្រះអង្គបានផ្ដាំចូលយើងរៀនសូត្រនៅពុទ្ធបណ្ដាំឲ្យបានចេញចាំទុកជាមរតកសូមអនុមោទនា